ដើមឡើយនៅក្នុងភូមិនេះមានភាពស្ងប់ស្ងាត់ហើយសម្បូរព្រៃឈើដែលស្ថិតនៅខេត្តកំពតជីវិតអ្នកភូមិរស់នៅទីនេះមិនសូវមានជីវភាពទូធាទេគឺអាស្រ័យលើបរិបរទៅបរបាញ់សត្វយកទៅលក់នៅខែកក្កដាឆ្នាំ1988ភូមិនេះកាលពីមុនត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាមដែលចាស់នៅទីនេះមិនដែលរំលឹកវាឲ្យកូនចៅបានដឹងសោះព្រោះវាមានភាពការឈឺចាប់ខ្លាំងណាស់ដែលដិតក្នុងអារម្មណ៍របស់ពួកគាត់រហូតមានពេលមួយលោកស្រីម៉ាលីដែលជាគ្រូបង្រៀនវិទ្យាល័យតូចមួយនៅឯទីក្រុងបានត្រឡប់មកភូមិវិញដើម្បីមើលម្ដាយដែលឈឺធ្ងន់នាងមិនដឹងថាត្រឡប់មកលើកនេះនឹងផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូតនៅយប់ដំបូងនៅពេលដែលភ្លៀងធ្លាក់ខ្លាំងនាងបានឮសំឡេងស្រែកយ៉ាងខ្លាំងពីចម្ងាយនៅត្រពាំងនោះមានសំឡេងដែលស្ដាប់ទៅដូចជាមនុស្សស្រីកំពុងយំរួមផ្សំនឹងសំឡេងទឹកភ្លៀងកូររន្ទះផងដែរនាងបានគិតថាវាជាការសុបិនតែប៉ុណ្ណោះរហូតដល់ពេលព្រឹកឡើងមានព័ត៌មានថាក្មេងស្រីអាយុ17ឆ្នាំឈ្មោះសុផាត់បានបាត់ខ្លួនពីផ្ទះសុផាត់ជាសេះរបស់ម៉ាលីកាលពីមុននិយាយមានដឹងថាយប់មិញមានស្រីម្នាក់បានបាត់ខ្លួនហើយមានសម្លេងស្រែកយ៉ាងខ្លាំងទៀតផងមែនហើយថែមទាំងឮគេនិយាយថាច្បាស់ជាខ្មោចក្នុងស្រះនោះវាមកចាប់យកទៅហើយតែយើងត្រូវធ្វើយ៉ាងម៉េចទៅបើវាមកចាប់អ្នកភូមិរាល់ថ្ងៃច្បាស់ជាមិនសល់ទេអ្នកភូមិដែលរស់នៅទីនេះឪពុកម្ដាយនិងអ្នកភូមិរបស់នាងបានទៅមើលនៅក្នុងផ្ទះតែរបស់របររបស់នាងគឺនៅក្នុងផ្ទះគ្រប់ទាំងអស់គឺមិនបានបាត់បង់ទៅណាទេបាត់តែសុផាត់រកមិនឃើញសោះអ្នកភូមិបានចាប់ផ្ដើមនិយាយគ្នាថាច្បាស់ជាខ្មោចទេមិនទៅមែនហើយច្បាស់ជានាងបានធ្វើអ្វីខុសហើយមើលទៅបានជាបាត់ខ្លួនដោយគ្មានមូលហេតុចឹងមិនជឿរឿងខ្មោចនោះទេនាងជាមនុស្សសម័យថ្មីបានរៀននៅភ្នំពេញនិងបានទៅក្រៅប្រទេសម្ល៉េះហើយទើបបានជានាងគិតថាវាជារឿងផ្ដេសផ្ដាស់ដែលនិយាយតគ្នាមកពិតជាអត់ប្រយោជន៍មែននិយាយរឿងខ្មោចស្អីវាគ្មានខ្មោចមកពីណាទេនាំគ្នាជឿតែរឿងអត់ប្រយោជន៍តាំងពីតូចរហូតដល់ធំប៉ុណ្ណេះហើយខ្ញុំមិនដែលឃើញខ្មោចតល់ទៅសោះនៅម៉ោង2រំលងអាត្រៀតនាងបានក្រោកមកជុះនោមហើយប្រទះឃើញស្រមោលអ្វីមួយឈរនៅក្រោមដើមត្នោតរូបរាងដូចជាមនុស្សស្រីវ័យក្មេងសក់វែងព្រមសើមជោគពេញខ្លួនភ្លាមនោះនាងបានឃើញនារីដែលឈរនៅក្រោមដើមត្នោតមានកាយវិការហាក់ដូចជាស្រែកមករកនាងប៉ុន្តែគ្មានឮសំឡេងចេញមកនៅពេលដែលម៉ាលីបើកភ្លើងពិលមើលស្រាប់តែស្រមោលនោះបានបាត់ទៅភ្លាមដូចជាផ្សែងនាងមានរាងភ្ញាក់បន្តិចតែមិនបានខ្លាចនោះទេនាងគិតថាចំស្អីគេហ្នឹងច្បាស់ជាខ្ញុំងងុយដេកឯមើលទៅបានជាមើលឃើញសម្មោលដូចមនុស្សចឹងលុះព្រឹកឡើងមានក្មេងប្រុសម្នាក់ទៀតបានបាត់ខ្លួនលើកនេះគឺជាក្មេងប្រុសអាយុ15ឆ្នាំឈ្មោះវិបុលគ្រួសាររបស់វិបុលស្រែកយំយ៉ាងខ្លាំងហើយអ្នកភូមិចាប់ផ្ដើមប្រមូលគ្នាធ្វើពិធីសែនព្រេនឲ្យអារក្សវាមិនគួរឲ្យជឿសោះ2ថ្ងៃបានបាត់ខ្លួនក្មេង2នាក់ប្លែកមែនទែនមែនហើយវាពិតជាមិនគួរឲ្យជឿសោះច្បាស់ជាមានខ្មោចមកយកជីវិតពួកក្មេងនេះបាត់ទៅហើយម៉ាលីបានសម្រេចចិត្តដើរស៊ើបសួរដោយខ្លួនឯងនាងបានប្រទះលោកយាយម្នាក់តែជាមនុស្សចាស់បំផុតនៅក្នុងភូមិនេះគាត់មានអាយុ99ឆ្នាំហើយលោកយាយបាននិយាយប្រាប់នាងថាមានក្មេងប្រុសស្រីដែលបានបាត់ខ្លួននោះមិនមែនជាអារក្សទឹកយកទៅទេតែវាជាដួងវិញ្ញាណស្ត្រីម្នាក់ដែលកាលនោះនៅឆ្នាំ1980មានស្ត្រីម្នាក់ឈ្មោះសុធាដែលត្រូវបានបង្ខំឲ្យរៀបការជាមួយអ្នកមានម្នាក់សម័យនោះនាងមានគូស្នេហ៍ជាគ្រូបង្រៀនវ័យក្មេងម្នាក់នៅយប់មួយពួកគេត្រូវបានចាប់ខ្លួនយកទៅសម្លាប់នៅក្រោមដើមត្នោតនោះអ្នកមានលុយនោះបានបញ្ជាឲ្យសម្លាប់គ្រូបង្រៀនដែលជាសង្សាររបស់នាងនោះហើយបន្ទាប់មក
បានបង្ខំសុធាលេបថ្នាំពុលមុនស្លាប់នាងបានស្រែកថាយើងនឹងត្រឡប់មកយកជីវិតពួកឯងទាំងអស់ ម៉ាលីនៅតែមិនជឿទាំងស្រុងនោះទេនាងបានចាប់ផ្ដើមស៊ើបសួរអ្នកដទៃទៀតដើម្បីចង់ដឹងឲ្យច្បាស់ថារឿងហេតុកើតឡើងដោយរបៀបណាព្រោះនាងជាមនុស្សដែលមានអ្នកចង់ដឹងចង់ឃើញ អ្នកភូមិនៅទីនេះហេតុអីក៏ថាជាខ្មោចនៅលើលោកនេះមានខ្មោចពីណាមកមិនបានគិតដូច្នេះបើមានមែនឆាប់ចេញមកខ្ញុំចង់ឃើញណាស់ នាងក៏ស្រាប់តែបានរកឃើញថាមេភូមិបច្ចុប្បន្នលោកសុខាជាមេភូមិសម័យជំនាន់សង្គ្រាមលោកមានកូនប្រុសតែម្នាក់គត់ឈ្មោះរដ្ឋាដែលជាមនុស្សចម្លែកតែងតែនៅក្នុងផ្ទះហើយមិនដែលចេញទៅក្រៅនោះទេ ផ្ទះនេះស្ងាត់ម្ល៉េះហាក់ដូចជាចម្លែក នៅ ណាស់ ពេលយប់ម៉ាលីបានសម្រេចចិត្តលួចចូលទៅក្នុងផ្ទះលោកសុខាផ្ទះដែលមេឃកំពុងភ្លៀងធ្លាក់យ៉ាងខ្លាំងកូររន្ទះលាន់លឺពីពេញមេឃ ចំចម្លែកម្ល៉េះmấyថ្ងៃនេះមានភៀងធ្លាក់ខ្លាំងណាស់ហើយខ្យល់ទៀត នៅពេលដែលនាងចូលតាមក្រោយផ្ទះអ្វីដែលនាងបានឃើញនោះគឺរូបភាពដ៏រន្ធត់ដែលមិនគួរឲ្យចង់ឃើញលក្ខណៈពេលនោះរដ្ឋាកំពុងឈរនៅមុខសពក្មេងទាំងពីរនាក់នោះរដ្ឋាបាននិយាយទៅកាន់ម៉ាលីថា ពួកខ្ញុំបានប្រាប់ថាត្រូវតែធ្វើដូច្នេះដើម្បីកុំឲ្យអារ៉ាស់មកយកជីវិតពួកយើងទាំងអស់គ្នាខ្ញុំមិនចង់ស្លាប់ទេខ្ញុំត្រូវតែរកមនុស្សមកជំនួសអ្នកបន្ទាប់គឺជានាងហើយសំណាងណាស់មិនបាច់ចេញទៅរកខាងក្រៅមកដល់កន្លែងល្មមឆាប់ចូលមកកុំរត់ទៅណាអីគ្មាននរណាអាចជួយនាងបានទេ ម៉ាលីក៏បានស្រែកយ៉ាងខ្លាំងរួចរត់ចេញរដ្ឋាបានដេញតាមនាងដោយកាន់កាំបិតមកជាមួយផងពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំងណាស់ធ្វើឲ្យនាងរអិលដួលមួយរំពេចពេលនោះរដ្ឋាលើកកាំបិតឡើងរៀបនឹងកាប់ស្រាប់តែមានស្ត្រីម្នាក់លេចឡើងនៅក្បែរដើមត្នោតវាជាស្រមោលស្ទង់ដែលមើលមិនសូវឃើញ ចំណាគេនឹងនេះតិចក្មួយគឺដឹង សំឡេងស្រែកដ៏ខ្លាំងបានលាន់ពេញភូមិរដ្ឋាបានស្រែករួចរត់ទៅលោតចូលទៅក្នុងត្រពាំងនោះលិចបាត់ទៅលោកសុខារត់មកដល់ឃើញដូច្នោះហើយក៏បានដួលជាប់នឹងដើមត្នោតរួចកះបេះដូងស្លាប់បាត់ទៅឡើងអ្នកភូមិបានឃើញសាកសពក្មេងៗទាំងអស់នៅក្នុងផ្ទះរបស់លោកសុខាម៉ាលីមិនបានមានគ្រោះថ្នាក់អ្វីដល់ជីវិតនោះទេហើយនាងមិនដែលភ្លេចរឿងរ៉ាវដែលកើតឡើងទាំងអស់នោះទេតាមពិតទៅរឿងរ៉ាវហេតុការណ៍ដែលកើតឡើងកន្លងមកគឺមិនមែនមកពីអារក្សឬខ្មោចយកជីវិតមនុស្សនោះទេគ្រប់យ៉ាងគឺមកពីកូនលោកមេភូមិមានសតិមិនសូវប្រកបហើយលោកមេភូមិបានលាក់រឿងនេះមករហូតរួចគាត់មកបង្វែររឿងមកជាអារក្សយកជីវិតក្មេងទៅវិញរឿងនេះបានបង្រៀនឲ្យយើងដឹងថាត្រូវតែរកការពិតឲ្យឃើញកុំអាលជឿទុកចិត្តលើអ្នកដទៃ